អារម្មណ៍គឺពិបាកទទួលយកដែលណាមួយធ្លាប់តែតតងគ្នាដល់ពេលមានសង្គ្រាមអញ្ចឹងទៅអត់ដែរឃើញបានគ្រប់មុខអីទេហើយពិបាកឃើញតែគេបរោះមកពលីបអីចឹងHello baby ដែលគេឡើងធំបងឈ្មោះអីគេដែរថាស្រេងទទួលដំណឹងមកថាស្វាមីបងវិរៈកុំជាប់ជួលមុខណាបងចាគាត់នៅតំបន់ណាដែរគាត់នៅតំបន់អូតកួនតែបងមកកំឡុងពេលដែលផ្ទុះសង្គ្រាមហ្នឹងហើយឬមកកុំមុនពេលហ្នឹងខ្ញុំមកពេលផ្ទុះហើយបងពេលផ្ទុះខ្ញុំមកចុះអាអូនបានអាយុបានខួប3ខែបងមានបတ်ពីអញ្ចឹងតើបានប្រាប់អាអូនមួយទៀតទេថាប៉ាគាត់ទៅណាទៅអីគាត់មិនដឹងគាត់ដឹងតែថាប៉ានៅជួរមុខទៅកំចាត់ចោលសៀមតែវាចូលយកទឹកដីយើងចឹងគាត់ថាវាអត់សុបាយចិត្តជាពិសេសយើងតែឆ្លងទន្លេផងបងអាចរៀបរាប់តិចបានទេអារម្មណ៍គឺពិបាកទទួលយកដែលណាមួយធ្លាប់តែតតងគ្នាដល់ពេលមានសង្គ្រាមអញ្ចឹងទៅអត់ដែរឃើញបានគ្រប់មុខអីទេហើយពិបាកឃើញតែគេបរោះមកពលីបអីចឹងតាំងពីបងមកនេះមកមានការលំបាកឯបងផ្លាស់ប្ដូរពីលំនៅបាក់ច្រើនណាស់ដោយសារពេលណាមួយតតងក៏អត់បានហើយយើងខ្វះខាតចឹងចាបងការពីតតងបានទៅយើងអត់អីទេពេលតតងក៏អត់បានគឺខ្វះខាតច្រើនចាបងចាកាលពីបងនៅព្រំដែនតើបងប្រកបមុខរបរគេដែរបងកាលពីខ្ញុំពោះធំខ្ញុំដេរដល់ពេលឥឡូវខ្ញុំដេរអត់កើតដោយសារខ្ញុំជាប់គាត់ជាមេគ្រួសារហើយគាត់ក៏ជាបរិសុទ្ធម្នាក់ដែលល្អតាំងពីបងរើមកនៅខាងស្រុកស្រីសន្ធរខេត្តកំពង់ចាមនេះតើខាងអាជ្ញាធរគេមានបានចាត់ចែងជួយបងខ្លះអីដែរគាត់ជួយបាន3ដងជួយជាលុយហើយនឹងអង្គអីហ្នឹងក្រៅពីខាងស្រុកហ្នឹងតើមានអ្នកផ្សេងគេជួយទៀតទេមានតែស្រុកជួយតងជាមួយគាត់បានចុងក្រោយពេលណាដែរតតងបានហ្នឹងនិយាយបានតែ3ម៉ាត់ហើយបាត់តែអត់បានគេឲ្យតតងគាត់គ្រាន់ថាគេនៅអូតកួនហ្នឹងគេផ្ទុះខ្លាំងដល់ពេលនិយាយវិញខ្ញុំបានតែ3ម៉ាត់លុយគ្រាប់ទៅក៏បានបិទរហូតជំលះនៅយោទៀតខ្ញុំខ្លាចតែគាត់ណាគាត់ជួយដោះស្រាយឲ្យឆាប់ទៅឲ្យចប់សង្គ្រាមឲ្យប្រទេសយើងមានសន្តិភាពវិញតាចាបងចាបានគាត់មកជួបប្រពន្ធជួបកូនវិញសន្តិភាពមានតម្លៃហើយខ្ញុំគាត់ធ្វើបានល្អគាត់បានថែប្រទេសជាតិបានល្អណែឲ្យឆាប់ប៉ាឆាប់មកវិញណាកណ្ណា